អ្នកគ្រូតាមមានផ្ទៃពោះប៉ុន្មានខែទៅធ្លាក់ឈាមលាងក្បាលកូនចាប់បងតាក់ទងជាមួយនឹងការធ្លាក់ឈាមគឺមាន3ប្រភេទមានឈាមលាងក្បាលកូនឈាមគំរាមរលូតកូនជាមួយនឹងឈាមរដូវសម្រាប់ឈាមលាងក្បាលកូនគឺកើតឡើងចំពោះអ្នកដែលគាត់មានផ្ទៃពោះត្រីមាសទី1នៃការមានផ្ទៃពោះ3ខែដំបូងហើយសម្រាប់ខែទី1ខែទី2និងខែទី3នៅមាន1ខែដែលមានសភាពឈាមអាចនឹងធ្លាក់មកប្រាវឬក៏ធ្លាក់មកត្រឹមតែមកតំណក់ពីតំណក់រយៈពេល1ថ្ងៃទៅ2ថ្ងៃអញ្ចឹងបងចង់ដឹងថាតើឈាមដែលបងធ្លាក់មកហ្នឹងជាឈាមរដូវឈាមគំរាមរលូតកូនឬក៏ជាឈាមលាងក្បាលកូនគឺត្រូវធ្វើតេស្តជាមុនសិនថាតើបងមានផ្ទៃពោះឬក៏អត់បើក្នុងករណីអត់មានផ្ទៃពោះទេហើយមានការធ្លាក់ឈាមខុសធម្មតាឬក៏ត្រឹមតែ2ថ្ងៃទេបងអាចនឹងមានបញ្ហាសុខភាពស្បូនអញ្ចឹងត្រូវប្រញាប់ទៅអេកូដើម្បីមើលវិបត្តិនៃការសុខភាពស្បូនថាមានបញ្ហាអីអត់តែបើចំពោះបងដែលគាត់ដឹងខ្លួនថាគាត់មានផ្ទៃពោះហើយមានការធ្លាក់ឈាមមិនតាតិចឬច្រើនគឺមានតែ2ករណីទេមួយឈាមលាងក្បាលកូនមួយទៀតឈាមគំរាមរលូតកូនអញ្ចឹងក៏ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដូចគ្នាជាពិសេសសម្រាប់បងដែលគាត់កំពុងតែមានផ្ទៃពោះគឺត្រូវតែមានការតាមដានតាក់ទងជាមួយនឹងការធ្លាក់ឈាមនឹងឲ្យមែនតែនទោះជាមានការធ្លាក់តិចឬក៏ច្រើនក៏ដោយត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់